សាកសម័យមើលបើសិនជាពុកម៉ែអ្នកគ្នាកំពុងតែនៅក្នុងផ្សារលើនៃខេត្តសៀមរាបអញ្ចឹងយើងទាំងអស់គ្នាក៏លេចទៅខាងស្ដាំឃើញអ្នកលក់ត្រីកំពុងតែនិយាយដើមគ្នាទៅហើយក៏លេចមើលខាងឆ្វេងទៅក៏ឃើញពូលក់កាប់សាច់ជ្រូកនឹងកំពុងតែបង្កើតបាក់ពួកនិយាយដើមគ្នាដែរទៅអញ្ចឹងវាជារឿងមួយដែលយើងទាំងអស់គ្នាមានអារម្មណ៍ថាកង្វល់ខលខ្វាយមានអារម្មណ៍កើតទុកអញ្ចឹងរឿងនេះគឺដូចគ្នាផងដែរដែលលោកពលគាត់ចង់បង្ហាញនៅក្នុងទីក្រុងកូរិនថូសគាត់ឃើញមានក្រុមជំនុំកំពុងតែកាន់ខ្ជាប់តាក់ទងទៅនឹងកាន់បាក់ពួកថាអ្នកនេះជាមួយទឹកដោយអ្នកនោះជាមួយទឹកដោយអ្នកនេះអញ្ចឹងទៅអញ្ចឹងនៅថ្ងៃនេះលោកពលគាត់ចង់នាំយើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាឃើញអំពីការដែលយើងទាំងអស់គ្នារួបរวมគ្នាជាមួយនឹងព្រះគ្រីស្ទអញ្ចឹងថ្ងៃនេះខ្ញុំបាទទាំងពីរអ្នកសូមគោរពជម្រាបសួរដល់លោកគ្រូអ្នកគ្រូពុកម៉ែបងប្អូនហើយនឹងគ្រប់ជំនុំអស់ព្រះថ្ងៃនេះខ្ញុំបាទព្រាមសាយហើយខ្ញុំបាទ Shannon បន្តហើយថ្ងៃផងដែរពួកយើងនឹងទៅបន្តមេរៀនរបស់យើងនៅក្នុងមេរៀនទី3ដែលមានចំណងជើងថាការរួបរวมតែមួយជាមួយនឹងព្រះគ្រីស្ទប៉ុន្តែមុននឹងចាប់ផ្ដើមនៅមេរៀនមួយនេះសូមសូមចិត្តអធិដ្ឋានជាមួយពួកយើងសិនបាទសូមស្រួលចិត្តអធិដ្ឋានអរព្រះបិតាដែលគង់នៅនគរឋានសួគ៌ថ្ងៃនេះគុណអរព្រះគុណទ្រង់ជាខ្លាំងដែលទ្រង់បានផ្ដល់ពេលវេលាសាជាថ្មីនេះដើម្បីឲ្យគុណទាំងអស់គ្នាអាចមកជុំគ្នាសិក្សាពីព្រះបន្ទូលរបស់ព្រះអង្គហើយមានការរួបរวมគ្នាក្នុងនាមជាក្រុមជំនុំរបស់ព្រះគ្រីស្ទបិតាគុណអរព្រះគុណទ្រង់ក៏សូមគ្រប់ការទាំងអស់នេះក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទខចងចាំរបស់យើងសម្រាប់សប្តាហ៍នេះគឺយើងឃើញនៅក្នុងព្រះគម្ពីរកូរិនថូសទី1ចំពុក1ខ10ឥឡូវនេះបងប្អូនអើយខ្ញុំទូន្មានដល់អ្នករាល់គ្នាដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងថាចូលនិយាយសេចក្តីដដែលទាំងអស់គ្នាកុំឲ្យមានសេចក្តីបាក់បែកគ្នាក្នុងពួកអ្នករាល់គ្នាឡើយត្រូវឲ្យបានរួបរวมគ្នាដោយមានចិត្តគំនិតតែមួយវិញអញ្ចឹងយើងក៏បានដឹងថានៅក្នុងពេលឥឡូវនេះយើងកំពុងតែនៅជាមួយនឹងលោកប៉ុលមើលលោកប៉ុលកំពុងតែទូន្មានដល់មនុស្សនៅក្នុងទីក្រុងកូរិនថូសនេះអញ្ចឹងយើងឃើញនៅក្នុងខព្រះគម្ពីរខចងចាំរបស់យើងបានឃើញថាលោកប៉ុលគាត់ប្រើពាក្យថាបងប្អូនអើយកុំឲ្យប្រកែកទាស់ទែងគ្នាឡើយព្រោះដោយសារកុំឲ្យយើងបាក់បែកបាទដើម្បីយើងបាក់បែកព្រោះគាត់ចង់ឲ្យយើងទាំងគ្នារួបរวมឲ្យយើងរួបរวมតែមួយដើម្បីឲ្យយើងទាំងគ្នាបានដំកើងព្រះនាមរបស់ព្រះគ្រីស្ទដើម្បីកុំឲ្យយើងចាញ់អរិយសតាំងអញ្ចឹងយើងឃើញថាបើយើងមើលរវាងតកតងនឹងរវាងសេចក្តីល្អនិងសេចក្តីអាក្រក់គឺយើងឃើញថាការឆ្លោះប្រកែកគ្នាការទើសទែងគ្នាការប្រកាន់បពុឬក៏ការគោរពរូបព្រះអញ្ចឹងនោះគឺសិតតែជាអាហារខាងផ្នែកសាច់ឈាមទាំងអស់ហើយរឿងទាំងអស់នោះឯងគឺជារឿងដែលសាតាំងកំពុងតែចង់ឲ្យយើងទាំងអស់គ្នាធ្វើព្រោះវាចង់បំបាក់មុខព្រះអញ្ចឹងយើងឃើញថានៅក្នុងខព្រះគម្ពីរនេះគឺបង្រៀនយើងឲ្យយើងទាំងអស់គ្នាចេះរួបរวมគ្នាដើម្បីកុំឲ្យយើងប្រកាន់បពុនិយាយដើមគ្នាទើសទែងគ្នាអីផ្ដេសផ្ដាសផងដែរអញ្ចឹងយើងនឹងទៅអានខព្រះគម្ពីរមួយដែលតកតងទៅនឹងរបស់ខាងសាច់ឈាមដែលមនុស្សតែងតែធ្វើហើយសាតាំងលើកទឹកចិត្តឲ្យមនុស្សធ្វើតែម្ដងអញ្ចឹងនៅក្នុងព្រះគម្ពីរកាឡាទីជំពូក5ខ20ថ្វាយបង្គំរូបព្រះមុនអាគមសំអប់គ្នាឆ្លោះប្រកែកឈ្នានីសកំហឹងទើសទែងគ្នាបាក់បែកបពុអញ្ចឹងយើងថាសេចក្តីដែលយើងឃើញនៅក្នុងខព្រះគម្ពីរកាឡាទីជំពូក5ខ20នេះគឺសិតសឹងតែជារបស់ឬជាសេចក្តីដែលមកពីពួកខ្មាំងសត្រូវគឺជាអរិយសតាំងនឹងឯងដែលវាកំពុងតែចង់បង្ពួកយើងឲ្យយើងធ្វើរឿងទាំងអស់នោះអញ្ចឹងជាជាងជំនួសឲ្យយើងទាំងអស់គ្នាធ្វើអារឿងទាំងអស់នោះគឺលោកពលចង់ឲ្យយើងរួបរวมតែមួយដើម្បីកុំឲ្យយើងឆ្លោះប្រកែកគ្នាប្រកាន់បពុដើម្បីនិយាយដើមគ្នាប៉ុន្តែយើងត្រូវចងចាំថានៅក្នុងកន្លែងនេះគឺលោកពលគាត់និយាយដាក់ក្រុមជំនុំគឺក្រុមជំនុំនៅក្នុងទីក្រុងកូរិនថូសតែម្ដងគាត់បាននិយាយដាក់អ្នកផ្សេងក្រៅពីក្រុមជំនុំទេគឺគាត់កំពុងតែបង្រួបបង្រួមឲ្យក្រុមជំនុំចងគ្នាជាធ្លុងតែមួយដើម្បីដំកើងនាមរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះបើសិនជាមានមនុស្សម្នាក់ដែលស្គាល់ព្រះវិហាររបស់យើងចូលមកក្នុងព្រះវិហាររបស់យើងតើគាត់នឹងនិយាយយ៉ាងណាបើសិនជាព្រះវិហាររបស់យើងមានការបែងចែកគ្នាមានបពុមានការឆ្លៀននេះមានការច្រណែនគ្នាដើម្បីបំពេញនៅកិច្ចការណាមួយដូចខ្សែគាត់ថាចឹងលោកពលគាត់ចង់ឲ្យមានភាពស្និទ្ធស្នាលមានភាពតែមួយតើភាពតែមួយនេះតើយើងឃើញដោយរបៀបណាសូមគិតមើលបើសិនជាយើងកំពុងតែនៅរង្វង់មូលនៅភ្នំពេញកំពុងតែចំម៉ោង5ដែលឡានម៉ូតូកំពុងតែចេញច្រើនគឺរង្វង់មូលនោះមើលទៅរញ៉េរញ៉ៃណាស់ក៏ប៉ុន្តែមានច្បាប់មួយដែលបញ្ជាក់ថាគ្រប់គ្នាត្រូវវិលជុំវិញរង្វង់នៅកណ្ដាលដូច្នេះហើយបានគេហៅថារង្វង់មូលបើសិនជាមានអ្នកណាម្នាក់គាត់បញ្ញាប់ពេកគាត់អត់បត់តាមរង្វង់មូលគាត់ជិះទៅត្រង់គឺគាត់នឹងបុករង្វង់មូលនោះហើយនឹងមានគ្រោះថ្នាក់ហើយដូច្នេះច្បាប់នេះគឺត្រូវតែប្រព្រឹត្ត
ហើយព្រះវិហារយើងក៏ដូចគ្នាផងដែរយើងទាំងអស់គ្នាមានរង្វង់មូលមួយមានចំណុចកណ្ដាលដែលយើងត្រូវតែវិលជុំវិញយើងមិនអាចខ្លាយទៅជាចំណុចកណ្ដាលដែលខ្លួនឯងបានទេដើម្បីឲ្យមានភាពតែមួយគឺគ្រប់គ្នាត្រូវមើលទៅកាន់ចំណុចកណ្ដាលត្រូវវិលជុំវិញចំណុចកណ្ដាលនេះដោយយើងឃើញនៅក្នុងព្រះគម្ពីរកូរិនថូសទី1ចំពុក1ខ13ដូច្នេះតើព្រះគ្រីស្ទបានបាក់បែកឬអីតើប៉ូលត្រូវឆ្កាងជំនួសអ្នករាល់គ្នាឬអីតើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជដោយនៅឈ្មោះប៉ូលឬអីយើងមើលថានៅពេលដែលលោកពលគាត់មានប្រសាសន៍នៅកន្លែងនេះគឺលោកពលគាត់ចង់បញ្ជាក់ទៅដល់ក្រុមជំនុំទាំងអស់គ្នាថាយើងរាល់គ្នាពេលដែលយើងទាំងអស់គ្នាទទួលយកព្រះជាអង្គសង្គ្រោះរបស់យើងនៅពេលដែលយើងទាំងអស់គ្នាទទួលយកព្រះគ្រីស្ទជាព្រះអម្ចាស់មកដាក់ក្នុងចិត្តយើងគឺយើងមិនមែនយកក៏ព្រោះតែដោយសារតែយើងទុកមុខឲ្យលោកគ្រូម្នាក់នេះឬក៏ទុកមុខឲ្យលោកគ្រូម្នាក់នោះទេអញ្ចឹងពេលដែលយើងដាក់ក្តីស្រឡាញ់ពេលដែលយើងដាក់សេចក្តីជំនឿជឿទៅលើព្រះហើយគឺមានថាយើងកំពុងតែទទួលយកព្រះត្រីឯកដែលយើងមានព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងលោកពលគាត់មានប្រសាសន៍កន្លែងនេះគឺគាត់ចង់និយាយថាមិនមែនអ្នករាល់គ្នាជាមួយទឹកដោយសារតែព្រះនាមរបស់លោកពលទេគឺអ្នករាល់គ្នាជាមួយទឹកគឺដោយសារតែព្រះត្រីឯកនេះឯងគឺព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងយើងអាចឃើញនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក28ខ19គឺមុនពេលដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់ឃ្លាតឆ្ងាយពីពួកសាវកទៅគឺព្រះយេស៊ូវព្រះអង្គទ្រង់បានផ្ដែផ្ដាំថាចូលឲ្យអ្នករាល់គ្នាទៅបង្រៀនចាស់ឲ្យមាននៅគ្រប់ទាំងសាសទាំងបង្រៀនហើយជាមួយទឹកឲ្យគេដោយនៅព្រះនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចុះមើលខ្ញុំនឹងនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃជារៀងរាល់ដរាបអញ្ចឹងនៅកន្លែងនេះគឺព្រះអង្គថាម៉េចគឺព្រះអង្គទ្រង់មានបន្ទូលថាសូមឲ្យយើងទាំងអស់គ្នាមិនថាអ្នកណាទេមិនថាក្រុមជំនុំឬគ្រូបង្រៀនទេយើងទាំងអស់គ្នាមានសិទ្ធិតែទៅផ្សព្វផ្សាយហើយនឹងប្រកាសប្រាប់ពីដំណឹងល្អរបស់ព្រះគ្រីស្ទតែប៉ុណ្ណោះចំណែកឯរឿងជាមួយទឹកហើយនឹងទទួលគឺមនុស្សនឹងទទួលដោយខ្លួនឯងហើយមិនទទួលដោយយល់ដោយទុកមុខឲ្យអ្នកនេះអ្នកនោះទេគឺដោយសារតែយើងជួនឯងមានជំនឿជឿទៅលើព្រះតែម្ដងអញ្ចឹងបានលោកប៉ុលគាត់ចង់បញ្យល់យើងកន្លែងនេះដល់ពេលដែលយើងយល់ពីកន្លែងនេះច្បាស់ទើបយើងមិនមានការប្រកាន់បពួកឬក៏ប្រកាន់ថាខ្ញុំជាមួយទឹកដោយអ្នកនេះអ្នកនោះដែរតើជារៀងរាល់ថ្ងៃអ្នកកំពុងតែស្ទូលសូមឲ្យព្រះសពប្រហាតីនៅបំណងប្រាថ្នារបស់អ្នកឬក៏អ្នកកំពុងតែរៀបចំជីវិតរបស់អ្នកដើម្បីបំពេញនៅបេសកកម្មដែលព្រះទ្រង់បានផ្ដល់ឲ្យនៅពេលដែលកុមារនៅក្មេងគេចូលចិត្តហូបនៅស្ករគ្រាប់ទឹកដោះគោដាក់ជាមួយនឹងពីលើនំប៉័ងឬក៏ការ៉េមគឺក្មេងៗចូលចិត្តអានេះណាក៏ប៉ុន្តែនៅពេលដែលគាត់ធំឡើងរសជាតិរបស់គាត់គឺប្រែប្រួលហើយគាត់ចូលចិត្តរបស់ដូចជាសម្លកកូរឬក៏ម្ហូបផ្សេងៗដែលពោពេញទៅដោយជីវជាតិយើងឃើញថាពួកកូរិនថូសគេអាឡ័យតែឆ្លោះគ្នាអាឡ័យតែគិតគូរតែអំពីចំណុចរាក់សាបនៃព្រះគម្ពីរដែលជាអ្វីដែលលោកប៉ូលគាត់បានបង្រៀនកាលពីគេទើបតែជឿតែប៉ុណ្ណោះយើងឃើញនៅក្នុងព្រះគម្ពីរកូរិនថូសទី1ចំពុក3ខ1ដល់ខ4បញ្ជាក់ថាឯខ្ញុំបងប្អូនអើយខ្ញុំពុំអាចនិយាយនឹងអ្នករាល់គ្នាដូចជាមនុស្សខាងវិញ្ញាណបានទេត្រូវតែនិយាយដូចជាមនុស្សខាងសាច់ឈាមវិញគឺដូចជានិយាយនឹងកូនខ្ចីក្នុងព្រះគ្រីស្ទខ្ញុំបានឲ្យទឹកដោះមកអ្នករាល់គ្នាផឹកមិនបានឲ្យសាច់បរិភោគទេត្បិតកាលនោះអ្នករាល់គ្នាពុំអាចនឹងបរិភោគបានហើយឥឡូវនេះក៏មិនទាន់បានដែរដោយព្រោះអ្នករាល់គ្នានៅតែខាងសាច់ឈាមនៅឡើយត្បិតដែលមានសេចក្តីឈ្លាននេះឆ្លោះប្រកែកនិងបាក់បែកគ្នាក្នុងពួកអ្នករាល់គ្នានោះតើមិននៅខាងសាច់ឈាមហើយដើរតាមបែបមនុស្សលោកទេឬអីគឺកាលដែលម្នាក់ប្រកាន់ថាខ្ញុំជាសិស្សរបស់ប៉ុលហើយម្នាក់ទៀតថាខ្ញុំជារបស់អប៉ុឡូសនោះតើមិនមែននៅខាងសាច់ឈាមទេឬអីអញ្ចឹងយើងឃើញថានៅកន្លែងនេះគឺលោកប៉ុលគាត់មានប្រសាសន៍គឺចង់ឲ្យយើងទាំងគ្នាយល់មិនមែនថាតើយើងអត់គ្នាធំប៉ុណ្ណឹងហើយឲ្យយើងទៅបើដោះម៉ែម្ដងទៀតឬក៏មិនអីចឹងទៅអញ្ចឹងកន្លែងនេះគឺលោកប៉ុលគាត់ចង់ប្រៀបធៀបយើងទាំងអស់គ្នាតេតងទៅនឹងកូនក្មេងហើយជាមួយនឹងមនុស្សធំអញ្ចឹងនៅពេលដែលកូនក្មេងដូចបងនិយាយចឹងថាកូនក្មេងគឺកើតចេញពីងាមកគឺត្រូវការបើដោះម្ដាយហើយពេលធំឡើងទៅហូបបាយហូបអីហូបបាយទៅរឹងមានកម្លាំងរឹងមាំអញ្ចឹងយើងមើលទាំងអស់គ្នាថាតើសេចក្តីជំនឿរបស់យើងរាល់ថ្ងៃយើងត្រូវសួរខ្លួនឯងថាតើសេចក្តីជំនឿរបស់យើងរាល់ថ្ងៃជាមួយនឹងព្រះតើខ្ញុំនៅជាក្មេងនៅឡើយឬក៏យើងទាំងគ្នាខ្លាយទៅជាអ្នកហូបបាយបានហើយមានកម្លាំងរឹងមាំហើយអញ្ចឹងយើងមើលនៅក្នុងព្រះគម្ពីរហេព្រើរចំពុក5ខ12ដល់ខ14បានសម្ដែងប្រាប់យើងថាគួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូដោយព្រោះជឿជាយូរមកហើយតែអ្នករាល់គ្នា
ត្រូវការឲ្យគេបង្រៀនទាំងក្លឹមរបស់បឋមសិក្សានៃព្រះបន្ទូលម្ដងទៀតហើយមិនត្រូវការនឹងអាហាររឹងគឺត្រូវការនឹងទឹកដោះវិញត្បិតអ្នកណាដែលទទួលទានទឹកដោះនោះមិនប្រសពខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេពីព្រោះអ្នកនោះជាកូនតូចនោះឡើយឯអាហាររឹងនោះសម្រាប់តែមនុស្សធំដែលបានបង្ហាត់ឥន្ទ្រីដោយធ្លាប់ខ្លួនហើយដើម្បីឲ្យបានដឹងខុសត្រូវអញ្ចឹងយើងឃើញថានៅក្នុងខព្រះគម្ពីរហេព្រើរចំពុក5នេះគឺយើងឃើញមាននិយាយដូចនឹងអ្វីដែលលោកពលនិយាយនៅក្នុងព្រះគម្ពីរកូរិនថូសអញ្ចឹងគាត់ចង់និយាយថាយើងទាំងអស់គ្នានៅពេលដែលយើងទាំងអស់គ្នាជឿព្រះយេហូវយើងទាំងអស់គ្នាគួរតែធ្វើជាគ្រូហើយនៅពេលដែលយើងធ្វើជាគ្រូនោះក៏យើងត្រូវការសិក្សាបន្ថែមដែរអញ្ចឹងនៅកន្លែងនេះបានន័យថាម៉េចអញ្ចឹងបើសិនជាយើងទាំងអស់គ្នាចង់ចេះគ្មានអ្វីដែលអាចជួយឲ្យយើងមិនចេះបានទេទល់តែយើងទៅរៀនអញ្ចឹងបើសិនជាយើងអស់គ្នាដឹងថាខ្លួនយើងអត់ទាន់អភិវឌ្ឍហើយយើងអត់ទៅរៀនតើយើងចេះអត់តើយើងរឹងមាំអត់អញ្ចឹងអានឹងបានន័យថាពេលដែលយើងអស់គ្នាធ្វើការងារបម្រើព្រះជំនឿជាមួយនឹងព្រះវាគឺជាដំណើរការវាមិនមែនជាព្រឹត្តិការណ៍មួយដែលកើតឡើងភ្លាមការអស្ចារ្យណាស់កើតមួយភ្លាមវាគឺជាដំណើរការមួយដែលជួយឲ្យយើងទាំងអស់គ្នារឹងមាំនៅក្នុងសេចក្តីជំនឿនេះបើសិនជាយើងនិយាយនៅក្នុងសេចក្តីជំនឿប៉ុន្តែបើសិនជាយើងទាំងអស់គ្នាដេកគិតថាអូយខ្ញុំចាំព្រះពររបស់ព្រះខ្ញុំចាំព្រះពររបស់ព្រះដោយមិនគិតទៅខំទៅសួរលោកគ្រូ pastor ឬក៏ទៅសួរចាស់ទុំព្រះវិហារដើម្បីគេបរៀនយើងតើយើងបានចំណេះដឹងខាងព្រះគម្ពីរមកណាយើងនៅតែកូនក្មេងនៅឡើយនេះតែបើយើងទៅរៀនទៅសិក្សានោះយើងនឹងមានប្រាជ្ញានៅពេលដែលយើងខំប្រឹងសិក្សាព្រះគម្ពីរខំប្រឹងយល់ពីព្រះកាន់តែខ្លាំងហើយផ្ដោតអារម្មណ៍របស់យើងទៅកាន់ទ្រង់ជានិច្ចនោះយើងនឹងលូតលាស់ចេញពីភាពជាកុមារភាពនៃគ្រីស្ទានហើយកើនឡើងធំធាត់នៅក្នុងជីវិតនៃគ្រីស្ទានហើយយើងនឹងមានភាពចាស់ទុំនៅក្នុងជីវិតរបស់យើងខាងផ្នែកព្រលឹងវិញ្ញាណតែតើភាពចាស់ទុំនេះតើមើលទៅចេញដោយរបៀបណាលោកពលគាត់បានលាក់ទុកនៅខ្លឹមសារដើម្បីជំនួយយើងប៉ុន្តែយើងក៏អាចឃើញដែរនៅក្នុងព្រះវិហារបើសិនជាមនុស្សគ្រប់គ្នាមានអត្តចរិតខាងព្រលឹងវិញ្ញាណបែបកុមារគឺគេនឹងដណ្ដើមគ្នាយកអំណាចគេនឹងធ្វើម៉េចដើម្បីបង្ហាញថាខ្លួនមានអំណាចធំជាងប៉ុន្តែការធំធាត់ហើយនឹងការរីកចម្រើននៅក្នុងព្រលឹងវិញ្ញាណគឺជាការដែលធ្វើឲ្យខុសប្លែកពីការនេះខ្លាំងណាស់លោកប៉ូលបានសរសេរនៅក្នុងព្រះគម្ពីរកូរិនថូសទី1ចំពុក4ខ1ហើយនិងខ2ថាដូច្នេះមនុស្សត្រូវរាប់យើងខ្ញុំទុកដូចជាអ្នកជំនួយនៃព្រះគ្រីស្ទហើយជាអ្នករ៉ាប់រងក្នុងសេចក្តីអត់កំបាំងនៃព្រះវិញរីឯអ្នករ៉ាប់រងត្រូវឲ្យគេបានស្មោះត្រង់អ្នកជំនួយរបស់ព្រះគ្រីស្ទបើក្នុងភាសាអង់គ្លេសគឺទៅសេថា servant ជាអ្នកបម្រើរបស់ព្រះគ្រីស្ទតើអ្នកបម្រើឬអ្នកជំនួយរបស់ព្រះគ្រីស្ទមានអត្តចរិតបែបណាជាមនុស្សម្នាក់ដែលមិនខ្វល់ខ្វាយអំពីអំណាចមិនខ្វល់ខ្វាយអំពីតំណែងមិនខ្វល់ខ្វាយអំពីការទទួលកិត្តិយសគេឈ្មោះអីក្តីគឺខ្វល់ខ្វាយតែមួយយ៉ាងគត់បំពេញបេសកកម្មដែលព្រះទ្រង់បានផ្ដល់ឲ្យមនុស្សរបៀបនេះគឺជាមនុស្សដែលបានពោពេញទៅដោយព្រលឹងវិញ្ញាណជាមនុស្សដែលបានរីកចម្រើនមានភាពចាស់ទុំហើយជាមនុស្សរបៀបដែលយើងទាំងអស់គ្នាក៏គួរតែខំស្វែងរកដើម្បីឲ្យទទួលបានដូចគ្នាដែរឧទាហរណ៍ថាថ្ងៃស្អែកព្រះវិហារបានតឡើងតំណែងយើងឲ្យយើងធ្វើជានៅថ្នាក់ដែលមានណាមួយឧទាហរណ៍ថាធ្វើជាហេរញ្ញិកអញ្ចឹងតើពេលដែលយើងធ្វើហេរញ្ញិកតើយើងទាំងអស់គ្នាខំធ្វើដើម្បីឲ្យយើងឡើងតំណែងទៅធ្វើជាអ្វីផ្សេងមួយទៀតឬក៏យើងយកអាមុខតំណែងដែលយើងធ្វើនឹងដើម្បីបម្រើការងាររបស់ព្រះអញ្ចឹងនេះគឺជាសំណួរដើម្បីធ្វើឲ្យយើងទាំងអស់គ្នាគិតអញ្ចឹងយើងមើលតកតងទៅនឹងពាក្យកន្លែងនេះគឺលោកពលគាត់ចង់ឲ្យយើងគិតអំពីថ្នាក់ដឹកនាំភាពជាអ្នកដឹកនាំតើនៅពេលដែលយើងទាំងអស់គ្នាคล้ายទៅជាចាស់ទុំឬក៏យើងមានភាពចាស់ទុំខាងផ្នែកព្រលឹងវិញ្ញាណតើយើងទាំងអស់គ្នាគួរតែមានលក្ខណៈថាភាពជាអ្នកដឹកនាំនឹងបែបណាតើយើងគួរតែធ្វើដើម្បីតែខ្លួនយើងបានឡើងតំណែងឬក៏យើងធ្វើដើម្បីឲ្យខ្លួនយើងបានសរសើរដំណឹងព្រះឲ្យអ្នកដតីគេមកស្គាល់ព្រះហើយយើងក៏បានសរសើរដំណឹងព្រះដែរអញ្ចឹងនេះហើយគឺជាអ្វីដែលលោកប៉ូលគាត់ចង់ឲ្យក្រុមជំនុំទាំងអស់គ្នាក្នុងនាមយើងជាអ្នកជឿព្រះក្នុងនាមយើងជាក្រុមរបស់ព្រះអញ្ចឹងយើងគួរតែយកជីវិតរបស់យើងដាក់កាយរបស់យើងក្នុង
ការបំរើដើម្បីធ្វើជាអ្នកជំនួយនៃដំណឹងល្អរបស់ព្រះគ្រីស្ទអញ្ចឹងយើងឃើញនៅក្នុងខព្រះគម្ពីរភីលីបចំពុក2ខ5ដល់ខ8ត្រូវមានគំនិតដូចជាព្រះយេស៊ូវគ្រីស្ទដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរឹបសេចក្តីដែលស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយគឺទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបំរើវិញព្រមទាំងប្រសូតមកមានរូបជាមនុស្សផងហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នេះនោះក៏បន្ទាបព្រះអង្គទ្រង់ទៅចុះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈគឺទ្រង់ទទួលសុគតជប់លើជើឆ្កាងផងបន្ទាប់ពីយើងទាំងអស់គ្នាស្ដាប់នៅខព្រះគម្ពីរនេះយើងសាកសម័យមើលតកតងទៅនឹងអ្នករត់ទុកអ្នករត់កង់3អញ្ចឹងនៅពេលដែលគាត់រត់កង់3គឺឧទាហរណ៍ថាបើសិនជាគាត់រត់ពងពេលពងភ្លៀងហើយផកផ្លូវទៅវាមានផកមានអីចឹងទៅអញ្ចឹងគាត់ព្យាយាមធ្វើម៉េចគឺធ្វើម៉េចបើកម៉ូតូធ្វើម៉េចឲ្យទៅបីកាត់ផកកាត់ជ្រឹមទឹកភ្លៀងយ៉ាងណាក៏ដោយគឺគាត់ធ្វើម៉េចគឺដើម្បីយកអ្នកដំណើររបស់គាត់ដែលគាត់ដប់ហ្នឹងទៅដល់ផ្ទះរបស់អ្នកដំណើរហ្នឹងឲ្យមានសុខភាពល្អដោយមានជោគភ្លៀងឬក៏មានបញ្ហាអីក៏ដោយអញ្ចឹងព្រះយេស៊ូវដូចគ្នាព្រះយេស៊ូវព្រះអង្គទ្រង់ទោះបីត្រូវគេបៀតបៀនគេស្ដោះដាក់គេបដិសេធគេរោគសម្លាប់តាំងពីតូចមកយ៉ាងណាក៏ដោយក៏ប៉ុន្តែព្រះយេស៊ូវសុខចិត្តទោះបីជាព្រះអង្គមិនក៏ដោយដូចថាព្រះអង្គលះបង់បល្ល័ង្ករបស់ព្រះមកហើយព្រះអង្គមកជាមនុស្សហើយមកស្ដាប់បង្គាប់មនុស្សគឺស្ដាប់បង្គាប់មនុស្សគឺឪពុកម្ដាយរបស់ព្រះយេស៊ូវលោកយូសេបហើយនិងម៉ារីអញ្ចឹងយើងឃើញថានៅក្នុងខព្រះគម្ពីរនេះគឺលើកទឹកចិត្តឲ្យយើងទាំងអស់គ្នាពេលដែលយើងទាំងអស់គ្នាមិនថាយើងធ្វើជាអ្នកដឹកនាំឬក៏យើងខ្លាចទៅជាចាស់ទុំព្រះវិហារឬក៏បងគេនៅក្នុងក្រុមជំនុំណាមួយក៏ដោយអញ្ចឹងយើងទាំងអស់គ្នាត្រូវធ្វើជាអ្នកដឹកនាំឲ្យដូចជាព្រះយេស៊ូវគ្រីស្ទបានធ្វើកាត់ផកកាត់ជ្រាំត្រូវទឹកភ្លៀងក្តៅយ៉ាងណាក៏ដោយក៏ត្រូវធ្វើម៉េចលើកទឹកចិត្តក្រុមជំនុំរបស់យើងហើយនាំក្រុមជំនុំរបស់យើងទៅជួបជាមួយនឹងព្រះនៅពេលដែលព្រះអង្គទ្រង់យើងមកវិញជាលើកទី2នេះផងដែរដូច្នេះនៅថ្ងៃនេះបើសិនជាអ្នកមានតំណែងណាមួយនៅក្នុងព្រះវិហារតើអ្នកនឹងឈរមើលនៅពេលដែលក្រុមជំនុំរបស់អ្នកកំពុងតែលិចលង់នៅក្នុងអំពើបាបឬក៏អ្នកនឹងធ្វើដូចព្រះយេស៊ូវហើយចូលទៅជួយគេនៅជាពិសេសកំពុងពេលគេកំពុងតែលង់ទឹកនឹងជាពិសេសនៅពេលដែលគេកំពុងតែលង់ទឹកតើអ្នកនឹងធ្វើយ៉ាងណាដើម្បីអូសទាញគេឡើងមកវិញដើម្បីឲ្យគេអាចដឹងមុំហើយចាស់ទុំខាងព្រលឹងវិញ្ញាណតើពិភពលោកកំពុងតែមើលព្រះវិហារយើងថាជាក្រមាមួយដែលស្អាតដែលបានចាក់មើលទៅរឹងមាំដែលគ្មានធ្នេណាមួយដែលរស់ឡើយតើគេកំពុងតែឃើញរបៀបហ្នឹងឬក៏យ៉ាងណាហើយតើយើងក្នុងនាមជាក្រុមជំនុំរបស់ព្រះគ្រីស្ទតើជីវិតរបស់យើងគួរតែប្រៀបបានជាបែបណាអញ្ចឹងយើងឃើញនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក17ខ21ដល់ខ23គឺជាខព្រះគម្ពីរមួយដែលព្រះយេស៊ូវព្រះអង្គទ្រង់បានអធិដ្ឋានឲ្យពួកសាវកហើយក៏ដូចជាមនុស្សដែលនៅជុំវិញនោះគឺព្រះអង្គបានអធិដ្ឋានឲ្យសូមដល់ព្រះបិតាដើម្បីឲ្យពួកគេអាចនឹងរួបរวมគ្នាជាទ្រង់មួយអញ្ចឹងនៅក្នុងខព្រះគម្ពីរនេះគឺខ្ញុំសូមអានជូនដើម្បីឲ្យទាំងអស់បានរួមមកតែមួយអរព្រះបិតាអើយដូចជាទ្រង់គង់ក្នុងទូបង្គំហើយទូបង្គំគង់នៅក្នុងទ្រង់ដែរគឺឲ្យអ្នកទាំងនោះបានរួមតែមួយនៅក្នុងយើងប្រយោជន៍ឲ្យលោកីបានជឿថាទ្រង់ចាត់ឲ្យទូបង្គំមកពិតឯសេរីល្អដែលទ្រង់ប្រទានមកទូបង្គំនោះទូបង្គំបានឲ្យដល់គេហើយដើម្បីឲ្យគេបានរួមគ្នាតែមួយដូចជាយើងបានរួមតែមួយដែរគឺទូបង្គំនៅក្នុងគេហើយទ្រង់គង់ក្នុងទូបង្គំដើម្បីឲ្យគេបានគ្រប់លាក់ឡើងដល់រាបដល់រួមតែមួយជាស្រេចប្រយោជន៍ឲ្យលោកីបានដឹងថាគឺទ្រង់ដែលចាត់ឲ្យទូបង្គំមកមែនហើយថាទ្រង់ស្រឡាញ់គេដូចជាស្រឡាញ់ទូបង្គំដែរអញ្ចឹងយើងឃើញថានេះគឺជាខដែលព្រះយេស៊ូវបានអធិដ្ឋានមកកាន់ក្រុមជំនុំទាំងអស់ដូចជាយើងសប្តាហ៍នេះផងដែរអញ្ចឹងយើងគឺជាមនុស្សដែលពិសេសហើយយើងទាំងអស់គ្នាគឺជាមនុស្សដែលព្រះទ្រង់ប្រទានពរមែនទែនដែលយើងទទួលបានព្រះយេស៊ូវចុះមកស្លាប់នៅលើឆ្កាងហើយបានថែមទាំងព្រះយេស៊ូវអធិដ្ឋានឲ្យយើងទៀតយើងគឺជាមនុស្សពិសេសមែនទែនអញ្ចឹងសូមឲ្យពុកម៉ែអ្នកគ្នារួបរวมគ្នាតែមួយនៅក្នុងសេចក្តីជំនឿឲ្យយើងមានភាពជាចាស់ទុំដើម្បីកុំឲ្យយើងមានភាពជាកូនក្មេងអាឡែអាឡក់នោះផងដែរអញ្ចឹងបើសិនជាពុកម៉ែអ្នកគ្នាបានស្ដាប់នៅវីដេអូមួយនេះហើយសារនៅក្នុងវីដេអូមួយនេះបានប៉ះពាល់ចិត្តដល់ពុកម៉ែអ្នកគ្នាឲ្យពុកម៉ែអ្នកគ្នាគិតឡើងវិញសាយជាថ្មីនោះសូមខមមិនថាអាមែនអញ្ចឹងជាចុងក្រោយសូមសូមចិត្តដើម្បីអធិដ្ឋានជាមួយនឹងពួកយើងទាំងអស់គ្នា
អបបិតាប្រិយវត្រានឹងព្រមញ៉ាំបសុទ្ធរបស់ម្ចាស់គុណលោកតាន់ស៊ូដល់គុំផុតអីប្រងឯក៏សូមអរគុណទ្រង់ដែលទ្រង់បានប្រទានពេលវេលាដល់ទូបង្គំទាំងអស់គ្នាដើម្បីទូបង្គំទាំងអស់គ្នាបានសិក្សានៅក្នុងព្រះបន្ទូលរបស់ព្រះថ្ងៃនេះផងដែរហើយក៏សូមអធិដ្ឋានសូមឲ្យព្រះអង្គទ្រង់ជួយផ្ដល់នូវក្តីជំនឿហើយនូវភាពចាស់ទុំនៅខាងផ្នែកព្រលឹងវិញ្ញាណដល់ទូបង្គំទាំងអស់គ្នាដើម្បីទូបង្គំទាំងអស់គ្នាបានស្រឡាញ់គ្នាហើយរួបរวมគ្នាតែមួយដើម្បីឲ្យបានសម្ដែងនៅការអស្ចារ្យហើយនឹងបានសម្ដែងនៅដំណឹងល្អទៅកាន់មនុស្សនៅក្នុងលោកីនេះដើម្បីឲ្យគេដឹងថាព្រះយេស៊ូវគឺជាព្រះដ៏ពិតដែលមកពីព្រះវេដាហើយឲ្យយើងទាំងអស់គ្នាបានសរសើរទៅស្រីល្អដល់ព្រះផងដែរក៏សូមអធិដ្ឋាននៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនខ្ញុំបាទទាំងពីរអ្នកសូមគ្រប់ជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយទៀត